Netanyahu កំពុងតែត្រូវបានគេកាត់ក្តីនៅក្នុងករណីពុករលួយចំនួន3គឺសំណុំក្តី1000ដែល Netanyahu គឺត្រូវបានគេចោទប្រកាន់ថាបានទទួលកាដូស្មើនឹងលុយចំនួន$20,000ពី producer នៅ Hollywood Arnold Milchan ហើយនិង billionaire នៅអូស្ត្រាលីគឺ James Packer សំណុំក្តី2000ដែល Netanyahu ត្រូវបានគេចោទប្រកាន់ថាបានជួបជាមួយនឹង Arnold Moses ដែលគឺជាអ្នកបោះពុម្ពកាសែតល្បីមួយគឺ Yediot Ahronoth ដោយ Mosesបានសន្យាថានឹងផ្សាយពី Netanyahu ក្នុងផ្លូវវិជ្ជមានប្រសិនបើ Netanyahu ដាក់ការរដ្ឋបិទទៅលើកាសែតដែលជាដៃគូប្រកួតប្រជែងរបស់គាត់សំណុំក្តី3000ដែល Netanyahu ត្រូវបានចោទប្រកាន់ថាបានយល់ព្រមទៅលើការដោះដូរជាមួយនឹង Bezek និងផ្សាយពី Netanyahu ក្នុងផ្លូវល្អប្រសិនបើ Netanyahu ផ្លាស់ប្ដូរបទនយោបាយដែលនឹងផ្ដល់ផលប្រយោជន៍ដល់ម្ចាស់ភាគហ៊ុនរបស់Bezek ការកាត់ក្តីទាំងអស់នេះគឺចាប់ផ្ដើមតាំងពីឆ្នាំ2020ហើយ Netanyahu គឺតែងតែនិយាយថាគាត់គ្មានកំហុសទេហើយគាត់តែងតែយករឿងផ្សេងមកដើម្បីពន្យាការកាត់ក្តីនេះជាពិសេសយកការប្រឡាយពូជសាសន៍ទៅលើប្រជាជននៅ Gaza ដោយតាំងពីពេលនោះមកគឺចំនួនថ្ងៃដែលគេធ្វើការកាត់ក្តីគឺត្រូវបានកាត់បន្ថយដោយសារតែការព្រួយបារម្ភទៅលើសុវត្ថិភាពហើយ Netanyahu គឺតែងតែស្នើសុំឲ្យគេលុបចោល hearing របស់គាត់ដោយគាត់និយាយថាគាត់រវល់ចាត់ចែងរឿងសង្គ្រាមមិនត្រឹមតែប៉ុណ្្នឹងទេ Donald Trump គឺបានស្នើសុំប្រធានាធិបតី Israel ឲ្យលើកលែងទោសទៅលើ Netanyahu ជាច្រើនលើកជាច្រើនសារហើយដោយលើកចុងក្រោយនេះ Donald Trump គឺបាននិយាយថាមិនគួរមានរឿងអីផ្សេងក្រៅពីរឿងប្រទេសអ៊ីរ៉ង់មកឲ្យ Bibi ឬក៏ Netanyahu នេះព្រួយបារម្ភទេអញ្ចឹងឲ្យលើកលែងទោស Netanyahu ទៅដើម្បីកុំឲ្យគាត់ព្រួយបារម្ភរឿងនឹងបន្ថែមទៀតIsaac Herzog ដែលជាប្រធានាធិបតីរបស់ Israel ក៏បាននិយាយទៅវិញថាដោយសារតែ Israel កំពុងតែជាប់សង្គ្រាមគាត់មិនមានពេលគិតពីលើរឿងលើកលែងទោសនេះទេនេះគឺជាការបង្ហាញពីភាពស្និទ្ធស្នាលរវាង Netanyahu និង Donald Trump ដែលយើងនឹងមកជជែកបន្តិចទៀតថាតើហេតុអីបានជាមានការស្និទ្ធស្នាលគ្នាបែបនេះក្រៅពីរឿងពុករលួយទាំង3នេះគឺមានរឿងចម្រូងចម្រាសមួយចំនួនទៀតដូចជាការសង្ស័យថា Netanyahu និងប្រពន្ធរបស់គាត់គឺយកកាដូនិងការបរិច្ចាគពីមេដឹកនាំពិភពលោកផ្សេងមកដាក់កប៉ៅខ្លួនឯងនៅឆ្នាំទសវត្សរ៍2000 Netanyahu ត្រូវបានគេសង្ស័យថាបានដាក់ការចំណាយទៅលើការធ្វើដំណើរគត់នឹង2ហើយយកលុយរដ្ឋទៅចំណាយទៅលើការធ្វើដំណើរផ្ទាល់ខ្លួនអ្នកដែលធ្វើការនៅផ្ទះរបស់ប្រពន្ធ Netanyahuគឺមានឈ្មោះថា Sarah Netanyahu នេះគឺបានចោទប្រកាន់គាត់ពីការធ្វើបាបនិងហិង្សាផ្សេងដោយមេដោះម្នាក់បាននិយាយថាគាត់ត្រូវបាន Sarah Netanyahu នេះដេញចេញពីការងារបន្ទាប់ពីគាត់បានធ្វើឲ្យស៊ុបបន្លែខ្លោចដោយគាត់ត្រូវបានគេដេញចេញពីផ្ទះដោយមិនមានឲ្យកៅអៅឬក៏ passport ទេហើយក្រោយមកគេក៏បានយកអីវ៉ាន់របស់គាត់ទៅបោះចោលនៅមាត់ទ្វារមានអ្នកធ្វើការនៅផ្ទះនោះចំនួន2នាក់ដែលបានឈ្នះក្តីចោទប្រកាន់ទៅលើ Sarah Netanyahu នេះពីការប្រើប្រាស់ហិង្សាដោយម្នាក់គឺទទួលបានសំណងចំនួន$42,000